កិច្ចប្រជុំទៀតមួយរវាងទីជប៉ុនទៅភាសាពីបញ្ហាក្នុងកិច្ចប្រជុំនេះណាត់គាត់ភូសភាជប៉ុនដឹកនាំដោយលោកជំទាវអូបូស៊ីជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនឈ្មោះគិនโซអូបូស៊ីដែលមកបានមកទស្សនកិច្ចទៅកម្ពុជាពេលដែលដើមធ្វើជានាយករដ្ឋមន្ត្រីជប៉ុននៅឆ្នាំ2000ហើយខ្ញុំនៅចាំពេលនោះខ្ញុំក៏បានអមជូនដំណើរតាមទៅទីក្រុងសៀមរាបហើយនោះក៏បានសុំឲ្យយើងសាកល្បងមិនពុំផ្ទុះក្របមានអាដាមមើលដែរអាដាមយកចិត្តទុកដាក់នឹងក្របមានថាក្រោយពីនោះមកក៏មានការជួយច្រើនក្នុងការដោះមាននៅកម្ពុជាពីសំណាក់រដ្ឋបាលជប៉ុនហើយលោកស្រីអូបូស៊ីនេះជាប្រធានក្រុមមិត្តភាពសភាជប៉ុននិងសភាកម្ពុជាប៉ុន្តែវាមានន័យហើយក្នុងឱកាសការហាត្រង់របស់ក្រុមហ៊ុនអាកាសចរអាណារបស់ជប៉ុនមកកម្ពុជាលោកស្រីក៏បានដឹកនាំវត្តភូមកជប៉ុនដែលមានកម្លាំងវាមួយទៀតជាសមាជិកសភាហើយជាអគ្គនាយកនិងជាប្រធានរបស់ក្រុមហ៊ុនអាណានេះហើយការហោះហើរតង់មានសារៈសំខាន់ណាស់នឹងនាំទេសចរជប៉ុនមកច្រើននៅកម្ពុជាទស្សនាប្រាសាទបុរាណរបស់កម្ពុជាជាបេតិកភណ្ឌរបស់ពិភពលោកផងហើយខ្ញុំសង្ឃឹមថាទេសចរជប៉ុននឹងទៅទស្សនានៅតំបន់ផ្សេងទៀតជាហៅថាជាតំបន់ទេសចរធម្មជាតិអេកូtourism នៅគាត់ហើយនឹងវាលខ្សាច់នៅមាត់សមុទ្រកម្ពុជាជាច្រើននៅកម្ពុជានិងនៅកោះនានារបស់កម្ពុជាហើយទន្ទឹមនេះក៏នឹងជំរុញឲ្យទេសចរកម្ពុជាយើងទៅទស្សនាប្រទេសជប៉ុនដែរដោយសារមានការសម្រួលខាងទិដ្ឋាការរវាងកម្ពុជានិងជប៉ុនអនុញ្ញាតឲ្យទេសចរកម្ពុជាយើងទៅជប៉ុនបានច្រើនទៀតដែរសូមអរគុណហើយដល់ក្រៅពីផ្នែកទេសចរការហោះហើរត្រង់ក្នុងជំនួបមានភាសាសំខាន់ទៀតមកក្រៅពីភាសាតំណែងតំណងទ្វេភាគីរវាងកម្ពុជានិងជប៉ុនដែលខ្ញុំមិនអាចនិយាយប្រាប់មុនបានអរគុណ